បាទសួស្តីបងអរគ្នាបាទថ្ងៃនេះខ្ញុំសូមលើកយកខមមិនបងប្រុសមួយបាទពាក់ព័ន្ធធានបត់កម្មវិធីសុខផលដល់ GS 300បាទខ្ញុំចង់វែកញែកបន្តិចបាទកុំឲ្យបងtop fan កម្មវិធី07មានការអន់ចិត្តបាទហើយកុំឲ្យបងtop fan របស់ GS 300ក៏មានការអន់ចិត្តដែរបាទអញ្ចឹងតោះឥឡូវយើងមកអានខមមិនរបស់បងវិសានបាទពាក់ព័ន្ធនឹងបងនិយាយថាអ្នកជីកម្មវិធី07បើបានឡើង GS 300បានដឹងថាអេមប៉ុណ្ណាដូចមេឃនឹងដីអញ្ចឹងដូចមនុស្សហូបបាយច្រើនបានមានកម្លាំងធ្វើការតែគ្មានអីខុសគ្នាប៉ុន្មានទេប្រហែលជា2ទៅ3លីត្របាទខ្ញុំយល់សំណួរយល់នឹងខមមិនរបស់បងបាទអញ្ចឹងបងចង់មានន័យថាវាអត់ខុសគ្នាច្រើនទេពាក់ព័ន្ធទៅនឹងកម្រិតនៃការស៊ីសាំងឬក៏កម្រិតនៃការសំចៃខុសពី2ដល់3លីត្របាទនេះគាត់តែខ្ញុំចង់និយាយថាបើសិនជាបងប្រើប្រាស់រាប់ពាន់រាប់ម៉ឺនគីឡូបាទបងនឹងយល់ថាអូគឺវាលើសទៅនឹងកម្មរីមែនដល់ក្នុងភាពសំចៃហ្នឹងបាទដល់អញ្ចឹងខ្ញុំសូមធ្វើការវែកញែកបាទពាក់ព័ន្ធទៅនឹងបងដែលគាត់អត់គិតទៅលើការចំណាយទៅលើប្រេងសាំងច្រើនបាទបងគិតតែភាពទំនើបប្រណិតបាទហើយមានមួយទៀតរូបរាងស៊ីដានបែប sport ដែលមើលទៅផំទាំងក្រៅទាំងក្នុងបាទអានេះគឺបងជ្រើសរើសយក GS 300ហើយបើសិនជាបងចង់បានភាពសំចៃភាពធំទូលាយសម្រាប់គ្រួសារបាទពូខាងក្រោយក៏ធំទូលាយខាងក្នុងក៏ធំទូលាយបាទហើយកម្រិតសំចៃនឹងបានរឿងគ្រាន់ដែរបាទនឹងជ្រើសរើសយកកម្មវិធី07បាទហើយកម្មវិធី07វាមានមួយជំរឿនទៀតគឺកម្មវិធី07 hybrid បាទដែលបំពាក់ម៉ាស៊ីនផងបំពាក់ទាំង hybrid ផងអាហ្នឹងគឺវាសំចៃមែនតើសម្រាប់បងដែលគាត់ធ្វើការបាទដែលត្រូវការប្រើប្រាស់ញឹកញាប់អីហ្នឹងអានេះជួយសំចៃបានច្រើនបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទបើសិនជាមានកំហុសខុសឆ្គងអីត្រង់ណាសូមខន្តីអភ័យទោសអរគុណច្រើនបាយបាយ